ជ្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកធ្វើវីដេអូនិយាយអំពីសម្រាប់អ្នកណាដែលគាត់កំពុងតែចង់មានកូនឬក៏កំពុងតែព្យាយាមមានកូនអីគឺអាចសាក់លេបអាមួយនេះបានវីតាមីនមួយនេះគឺខ្ញុំលេបផ្ទាល់ខ្លួនឯងវីតាមីនមួយនេះគឺវាសម្រាប់យើងជាប្រពន្ធហើយនឹងប្តីទៅសម្រាប់ប្តីសម្រាប់ប្រពន្ធលេបទាំងអស់គ្នាអញ្ចឹងអត់មែនថាសម្រាប់តែប្រពន្ធទេខ្ញុំសូមនិយាយពីបទពិសោធន៍ខ្ញុំលេបឆ្នាំនេះសិននឹងក្រេគឺព្យាយាមយកកូនហ្នឹងប្រហែលជា7ឆ្នាំប៉ុន្តែនៅក្នុងអំឡុងពេលប្រហែលជាមួយឆ្នាំជាងអីហ្នឹងគឺពួកខ្ញុំបានទៅខាងពេទ្យដើម្បីទៅពិភាក្សាពិនិត្យមើលអីចឹងណាថាតើមកពីខាងខ្ញុំឬក៏ខាងគ្រីអត់អាចមានកូនអីចឹងទៅអញ្ចឹងជំរឿដំបូងគឺពេទ្យនេះគេណែនាំយើងគេណែនាំយើងហើយគេប្រាប់ថាយើងគួរធ្វើមិនអីខ្លាំងចឹងណាអញ្ចឹងដំបូងគឺគេឲ្យយើងហ្នឹងទៅពិនិត្យមើលចឹងខាងខ្ញុំអត់អីទេហើយគ្រីក៏ទៅពិនិត្យក៏អត់អីដែរបន្ទាប់មកទៀតគឺលទ្ធផលថាពួកខ្ញុំអាចមានកូនតែគាត់ថាវាអាចចំណាយពេលយូរជាងនឹងអីចឹងណាចឹងទៅពេលក៏គេសួរគេបានណែនាំឲ្យពួកខ្ញុំលេបវីតាមីនមួយនេះចឹងវីតាមីននេះគឺសម្រាប់ជាប្រពន្ធហើយនឹងប្តីលេបជុំគ្នាចឹងណាព្រោះពេលខ្លះទៅលេបតែយើងក៏វាអត់សូវបានផលដែរដោយសារតែយើងលេបតែយើងហើយប្តីយើងទៅធ្វើការហត់អស់កម្លាំងអីចឹងទៅគាត់ក៏អត់មានបានហូបគ្រប់គ្រាន់អីចឹងទៅខ្វះវីតាមីនហ្នឹងចឹងក៏ធ្វើឲ្យការព្យាយាមយកគុំរបស់យើងគឺវា delay អីចឹងទៅហើយនៅនេះបើសិនជាឧទាហរណ៍បើសិនជាខ្ញុំនឹងគ្រីអត់អាចមានកូនពួកខ្ញុំព្យាយាមរយៈពេល2ឆ្នាំ3ឆ្នាំពួកខ្ញុំធ្វើគ្រប់វិធីអស់ហើយនៅតែអត់អាចមានកូនខាងពេទ្យគេនៅនេះគេអាចចុះឈ្មោះពួកខ្ញុំហ្នឹងនៅក្នុង waiting list របស់គេណាដើម្បីទទួលយកសេវាជួយឲ្យឆាប់មានកូនប៉ុន្តែវាអត់អស់លុយទេសេវាហ្នឹងប៉ុន្តែគាត់ថាវាយូរមែនតើគឺគេផ្ដល់សិទ្ធិភាពទៅឲ្យខាងគូប្តីប្រពន្ធណាដែលគាត់យូរឆ្នាំហើយដែលប្រើគ្រប់វិធីឲ្យហើយនៅតែអត់មានកូនគឺគេផ្ដល់លទ្ធភាពឲ្យទៅខាងប្តីប្រពន្ធខាងហ្នឹងអញ្ចឹងសម្រាប់ពួកខ្ញុំអីនេះពិនិត្យឃើញហើយថាអាចមានកូនអីអញ្ចឹងហើយគឺពេលគេគ្រាន់តែជួយប្រាប់យើងថាធ្វើមិនអីអញ្ចឹងណាអញ្ចឹងការណែនាំរបស់គេទី1ហ្នឹងគឺគេឲ្យពួកខ្ញុំលេបវីតាមីនមួយនេះគឺលេបសម្រាប់តាំងខ្ញុំហើយនិងតាំងគ្រីហើយនឹងអាប់មួយទៀតអាប់ហ្នឹងគឺនៅពេលដែលអ្នកទាំងអស់គ្នាដាក់ថ្ងៃដែលអ្នកទាំងអស់គ្នាមកអដៅហើយនឹងថ្ងៃដែលអត់មកអស់អដៅអាប់ហ្នឹងវានឹងប្រាប់ថាក្នុងរយៈពេលប្រហែលថ្ងៃដែលអ្នកទាំងអស់គ្នាអាចក្នុងថ្ងៃណាដែលអ្នកទាំងអស់គ្នាអាចដេកនៅមួយគ្នាមានកូនអីអញ្ចឹងណាអញ្ចឹងអាប់ហ្នឹងគឺល្អមែនតើខ្ញុំព្យាយាមឲ្យមិត្តភ័ក្ដិខ្ញុំគាត់ download ដែរប៉ុន្តែនៅនេះអត់អស់លុយទេ free ប៉ុន្តែនៅខ្មែរគឺត្រូវតែបង់លុយចុងទៅគឺអូយស្ដាយមែនតើបើសិនជាអ្នកនរគ្នាមានអាប់ហ្នឹងគឺស្រួលមែនតើគឺដឹងតែថាមើលអាប់ដឹងថាអូថ្ងៃនេះយើងត្រូវដេកនៅមួយគ្នាមានកូនអីអញ្ចឹងគឺយើងជ្រើសរើសយកថ្ងៃហ្នឹងហ្មងយើងព្យាយាមក្រក់វាប្រសើរជាងទៅថាដេកនៅមួយគ្នាពីមួយអាទិត្យ2 3 ដងប៉ុន្តែអត់ត្រូវថ្ងៃអីអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺជាបទពិសោធន៍ខ្ញុំនឹងគ្រាដែលពួកខ្ញុំព្យាយាមយកកូនហើយនឹងការណែនាំរបស់ពេទ្យនេះខាងជួយខាងពេទ្យនេះគេជួយណែនាំពួកខ្ញុំអីអញ្ចឹងខ្ញុំប្រើអាប់ហ្នឹងហើយខ្ញុំលេបថ្នាំវីតាមីននេះរយៈពេលប្រហែលជា6ខែគឺខ្ញុំបានកូនខ្ញុំមានកូនអញ្ចឹងខ្ញុំចង់ថាវីតាមីនហ្នឹងក៏វាល្អហើយអាប់ហ្នឹងក៏វាជួយទៀតអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនរគ្នាដែលព្យាយាមកំពុងតែចង់បានកូនព្យាយាមយកកូនអីហ្នឹងគឺអាចទិញវីតាមីននេះលេបវាអត់មានថាលេបតែយើងទេគឺប្តីយើងលេបបានទៀតវាល្អត្រង់នឹងអញ្ចឹងណាអញ្ចឹងមកន័យថាយើងទាំងពីរញាក់ប្តីប្រពន្ធគឺយើងមានវីតាមីនយើងខ្វះវីតាមីនអីគឺវីតាមីននេះវាជួយទៅបំពេញទាំងប្តីទាំងប្រពន្ធអីអញ្ចឹងណាហើយចង់ប្រាប់ថាខ្ញុំអត់មានលក់ទេគាត់ថាខ្ញុំប្រើល្អចង់ណែនាំចង់ចែករំលែកអ្នកទាំងអស់គ្នាអីអញ្ចឹងណាទៅអត់ខូចសុខភាពអីទេគាត់ថាវាជាវីតាមីនវាមានតែជួយបំពេញរឿងវីតាមីនដែលខ្វះខាតនៅក្នុងរាងកាយយើងទៅវិញទេអញ្ចឹងអ្នកទាំងគ្នាអាចលេបដាក់ទុកចិត្តបានរកទិញម៉ាកនេះទៅចាស់ search មើលក្នុង Amazon អីទៅគឺមានលក់ហើយអញ្ចឹងលេបទៅក៏អត់ខ្លាចប៉ះពាល់សុខភាពអីទេប៉ុន្តែបើសិនអ្នកណាដែលគាត់អត់ប្រកែកលេបថ្នាំខ្ញុំមិនដឹងធ្វើមិនទេបើយើងចង់បានកូនមានតែទ្រាំលេបទៅហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេស្លាញ់ជួយចុចវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ជួយ share ផងបាយ